ឥឡូវខ្ញុំ print អាហ្នឹងចេញទៅជាមួយ print តើវាចេញបែបណាយើង print មកអូខេអញ្ចឹងខ្ញុំចូលមកដល់នៅក្នុងកម្មវិធី TVS Code ហើយខ្ញុំបើកហើយដើម្បីបង្កើត variable បានអ្នកទាំងអស់គ្នាត្រូវសរសេរនៅ header file របស់វាខាងលើហ្នឹងគឺ include iOS stream បន្តមកទៀតខ្ញុំត្រូវការ include នៅ string មួយទៀតបានខ្ញុំចង់បង្កើត variable ជាឈ្មោះអញ្ចឹងដើម្បីបង្កើត variable ជាឈ្មោះបានយើងត្រូវតែបញ្ចូលនៅ header file វាដាក់ឈ្មោះថា string អូខេអញ្ចឹងខ្ញុំបញ្ចូលប៉ុណ្ណឹងឥឡូវខ្ញុំនឹងធ្វើការបញ្ចូលនៅតម្លៃ string មួយសិនអូខេខ្ញុំឲ្យ string ដក clear មក name ហើយខ្ញុំបិទ semicolon មកវិញសិនអ្នកទាំងអស់គ្នាដឹង name នេះគឺជា variable ចំណែកឯ string គឺជាការប្រកាសអត្ថេវាបាទចេះជាឈ្មោះវាដែលអត្តសញ្ញាណរបស់វាណាអូខេអញ្ចឹងខ្ញុំត្រូវការប្រកាសint មួយទៀតដាក់ថាអាយុ age ហើយខ្ញុំត្រូវការប្រកាសvariable មួយទៀតដាក់ថា float បាទខ្ញុំប្រើ float បាទអញ្ចឹង float ខ្ញុំកំណត់ទៅលើកម្ពស់បាទហើយអូខេអញ្ចឹងខ្ញុំប្រកាស variable ទៅហើយខ្ញុំនឹងឲ្យតម្លៃទៅលើ variable ហ្នឹងបាទតម្លៃអញ្ចឹងយើងសរសេរមក name ស្មើយើងបើក semicolon មួយសំទោសយើងបើក double quote បន្តមកទៀតយើងសរសេរឈ្មោះដែលយើងចង់ដាក់មកដូចថាខ្ញុំដាក់ថាស៊ីថាអញ្ចឹងដាក់ស៊ីថាមកបន្តមកទៀតខ្ញុំបង្កាសនៅអាយុបាទ variable ទៅលើអាយុ age ស្មើអញ្ចឹងការប្រកាសទៅលើ25អ្នកទាំងអស់គ្នាការប្រកាសទៅលើឈ្មោះយើងត្រូវតែដាក់សញ្ញា double quote នៅសរសេរឈ្មោះនៅក្នុង double quote បាទចំណែកឯ age int យើងអត់ចាំបាច់ដាក់ទេយើងសរសេរធម្មតាមក25បិទ semicolon មកវិញហើយដក clear ទៀតមកខ្ញុំសរសេរថា 1.70 ខ្ញុំបិទ semicolon មកវិញអូខេអញ្ចឹងក្នុងជំហានបន្ទាប់យើងត្រូវការ print នៅ variable ហ្នឹងឲ្យផុសឡើងនៅលើកម្មវិធីរបស់យើងអញ្ចឹងដើម្បី print បានយើងគ្រាន់តែវាយពាក្យថា cout យើងបើកអានេះ2មកអូខេយើងបើក double quote មកហើយខ្ញុំសរសេរពាក្យថា hello my name is បាទយើងបិទdouble quote វិញមកហើយយើងដាក់កន្លែងនេះយើងដាក់ថា name ក្នុងហ្នឹងមកអូខេយើងដក clear យើងចុះបន្ទាត់មក endl អូខេខ្ញុំធ្វើការ print មួយទៀតអាយុបាទ I am បាទអូខេខ្ញុំបើកនេះមួយទៀតខ្ញុំដក clear ហើយខ្ញុំsorry វាយពាក្យថា years old បាទ years old ដល់បើស្វីក្លំវិញខ្ញុំវាយអានេះដាក់ថា យើងចុះបន្ទាត់មក endl អូខេយើង save ទៅមក cout យើងបើកអានេះមកហើយយើងដាក់ double quote ដូចគ្នា save មក my height is បដនេះមកវិញយើងដាក់នៅក្នុងនេះយើងសរសេរ height មកបាទអញ្ចឹងយើងហៅនេះអ្វីដែលខ្ញុំសរសេរនៅខាងក្នុងនេះ keyboard Q ហ្នឹងគឺយើងហៅបាទហៅ variable ហ្នឹងដើម្បីឲ្យវាទាញយកតម្លៃនៃដែលយើងសរសេរហ្នឹងគឺវានឹង print អាហ្នឹងមកអូខេដក clear តិចមកហើយខ្ញុំដាក់នេះមកបាទខ្ញុំថា matter ខ្ញុំដក clear អូខេចេញនៅក្នុងហ្នឹងយើងអត់ត្រូវការដាក់អានេះទេនេះហើយយើង enter ចុះក្រោមមកអ្នកទាំងអស់គ្នាវាយពាក្យថា return បាទ return ដក clear 0ខ្ញុំចូលចិត្តសរសេរអញ្ចឹងបាទឥឡូវខ្ញុំ print អាហ្នឹងចេញទៅជាមួយ print ថាវាចេញបែបណាយើង print មកអូខេអញ្ចឹងឈ្មោះរបស់យើងនេះគឺ my name is Sitha អញ្ចឹង Sitha នេះគឺជាតម្លៃដែលយើងបង្កើតនៅខាងលើ25បាទ25នេះគឺជាអាយុដែលយើងបង្កើតនៅក្នុង int បាទបន្តមកទៀត height គឺ 1.70 បាទ 1.70 ហ្នឹងគឺយើងបង្កើតនៅក្នុងheight បាទ float អញ្ចឹងអានេះឃើញជាប់គ្នាដើម្បីឲ្យដក clear បន្តិចមកអ្នកនរគ្នាគ្រាន់តែដក clear បន្តិចមកនេះដក clear អញ្ចឹងមកបាទដក clear អញ្ចឹងមកវានឹងដក clear យើងដែរចា
អូខេយើងព្រីតម្ដងទៀតបាទអញ្ចឹងយើងទទួលបានតម្លៃដែលយើងប្រកាសនឹងហើយអូខេអញ្ចឹងពីខ្ញុំមានតែប៉ុណ្្នឹងហើយបើអ្នកទាំងអស់គ្នាគិតថាវីដេអូនេះមានប្រយោជន៍សូមអ្នកទាំងអស់គ្នាជួយចុច like ក៏ដូចជា share វីដេអូមួយនេះទៅកាន់អ្នកដទៃទៀតផងដែរអរគុណច្រើនហើយខ្ញុំនឹងជួបអ្នកទាំងអស់គ្នានៅវីដេអូថ្មីបន្តទៀត